បាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញទាក់ទងនឹងការចូលរៀនក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP ត្រង់ចំណុច1ចូលស្ដាប់នឹងថាតាមក្នុងមេរៀនភាសាខ្មែរក្នុងថ្នាក់ទី1អញ្ចឹងតើយើងរៀនដូចម្ដេចជំរាបសួរនិងសួស្តីលោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូបងប្អូនសិស្សសាស្ត្រនិងសិស្សទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញទាក់ទងនឹងការចូលរៀនក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP ត្រង់ចំណុច1ចូលស្ដាប់នឹងថាតាមតែមុននឹងខ្ញុំចូលបង្ហាញទាក់ទងនឹងការចូលរៀនស្ដាប់នឹងថាតាមខ្ញុំបញ្ជាក់ថានៅក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP មិនទាន់បានដំណើរការស្រួលបួលទេនៅក្នុងប្រព័ន្ធទូរស័ព្ទ iOS ពពួក iPhone ណាតែពពួក Android ពពួក Samsung Oppo Vivo យើងអាចចូលរៀនបានធម្មតាចំពោះតែមេរៀនយើងអាចចូលរៀនធម្មតាតែកន្លែងប្រវត្តិធ្វើតេស្តហើយនឹងការតាមដានសិស្សហើយនឹងបញ្ហាមួយចំនួនផ្សេងទៀតគឺអត់ដំណើរការបានល្អទេអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញលើទូរស័ព្ទ Android ណាពពួក Samsung Oppo Vivo អីយើងអាចចូលរៀនដំណើរការបានធម្មតាពីមេរៀនថ្នាក់ទី1ដល់ថ្នាក់ទី6អញ្ចឹងយើងចូលមកដល់ចំណុចយើងវិញណាអញ្ចឹងដើម្បីចូលរៀនដែលស្ដាប់នឹងថាតាមបានអញ្ចឹងមុនដំបូងគេឲ្យយើងស្ដាប់អញ្ចឹងយើងមើលខាងលើមាន2ណាខាងលើមាន2នេះសញ្ញាដែលខ្ញុំបានបង្ហាញនេះមានកបូកស្រៈអាមួយទៀតកដាក់ស្រៈអាអញ្ចឹងមុននឹងយើងថាតាមគឺយើងចូលស្ដាប់សិនយើងចុចមកស្ដាប់ហើយកអាបាទអញ្ចឹងយើងចុចមកយើងឮហើយកអាកាហើយចុចមួយទៀតកាបាទខាងលើពណ៌ដែលដាក់ពណ៌ក្រហមនេះគឺកអាកានឹងបានន័យថាគេប្រកបខាងក្រោមគេអានតែម្ដងកាចាំស្ដាប់ណាបាទកាអញ្ចឹងកន្លែងនេះគេឲ្យចំណុច2ខាងលើនេះគេឲ្យយើងស្ដាប់ហើយចំណុចខាងក្រោមនេះណាដែលមានរូបមេក្រូមានរូបលុបនិងមានរូបកូនសោកន្លែងហ្នឹងគេឲ្យយើងថាតាមអញ្ចឹងដើម្បីថាតាមបានយើងចុចលើមេក្រូណាបាទចុចលើមេក្រូហើយចុចពាក្យ allow this time បន្ទាប់មកទៀតចុចពាក្យ only this time បន្ទាប់មកយើងចុចលើមេក្រូណាបាទយើងចុចលើមេក្រូមកបាទហើយបន្ទាប់មកនៅពេលដែលយើងថាខុសយើងចុចពាក្យនេះពាក្យលុបមកបាទលុបបានហើយនៅពេលដែលយើងចង់ថាតាមគេណាគឺយើងចុចលើមេក្រូណាការបាទប្រសិនបើយើងឃើញការនេះអត់ដោយការខាងលើទេយើងចុចលុបយើងថាអត់ត្រូវចុចលុប2 3ដងហើយនៅតែអត់ត្រូវទៀតយើងទៅស្ដាប់តែគេអានថាម៉េចការយើងស្ដាប់ដងទៀតការបាទអញ្ចឹងពីតបពីយើងបានស្ដាប់គេហើយយើងមកអនុវត្តខ្លួនឯងផ្ទាល់ណាកន្លែងហ្នឹងណាការបាទប្រសិនបើការមានរបែបនេះគឺអត់ត្រូវទេអញ្ចឹងយើងចុចលុបមួយមកហើយយើងស្ដាប់ដងទៀតកអាស្ដាប់កន្លែងនេះមួយទៀតមកស្ដាប់ដងទៀតណាការបាទការអញ្ចឹងដើម្បីយើងអានតាមគេបានគឺយើងចុចត្រង់មីក្រូនេះមកហើយយើងលុបណាប្រសិនបើយើងនិយាយខុសការបាទអត់ត្រូវយើងលុបយើងអានមួយទៀតមកកអាកាបាទលុបមួយទៀតអញ្ចឹងត្រង់កន្លែងហ្នឹងគាត់ឲ្យយើងថាត្រូវបានវាលោតឲ្យយើងណាមិនថាលោតឲ្យយើងទេយើងថាត្រូវបានចុចឲ្យណាអញ្ចឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹងយើងត្រូវចុចស្ដាប់ខាងលើទាំងពីរនេះសិនមកប្រសិនបើថាឲ្យត្រូវបើថាខុសវានឹងណែនាំយើងបន្តទៀតក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP អញ្ចឹងខ្ញុំចុចអានមួយទៀតបើអត់ត្រូវទេយើងចូលទៅមើលទាំងអស់គ្នាណាការបាទអត់ត្រូវនេះករណីអត់ត្រូវយើងថាខុសអញ្ចឹងយើងចុចយល់ព្រមតើមានអីកើតឡើងបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺការអញ្ចឹងគេឲ្យមើលណានេះគេឲ្យយើងស្ដាប់កអាបាទកអាមួយទៀតការណាអញ្ចឹងនៅពេលដែលយើងអានខុសឬអានខុសអញ្ចឹងមានការណែនាំមានការបញ្យល់យើងថាយើងអានថាម៉េចណាការឬក៏អីផ្សេងចម្លើយរបស់យើងគឺការមានការទេអញ្ចឹងនេះហើយគឺការរៀននៅក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP ទាក់ទងនឹងចូលស្ដាប់នឹងថាតាមអញ្ចឹងមើលកន្លែងពាក្យមួយទៀតនេះយើងចុចលើមីក្រូមកកៃចុចលើមីក្រូកៃបាទអញ្ចឹងនេះពាក្យកៃដល់ពេលដែលយើងឃើញពាក្យកៃហើយចុចយល់ព្រមអីយ៉ាលុបមួយសិនកៃ
ចុចយកប្រមកបាទនៅពេលយើងអានត្រឹមត្រូវវាដាក់ថាត្រឹមត្រូវនេះកន្លែងស្ដាប់នឹងថាតាមជាជំនួយដល់លោកឪពុកអ្នកម្ដាយនៅពេលដែលបង្រៀនកូនយើងអាចមើលវីដេអូនេះឲ្យអាចបរៀនពួកគាត់បានណាចឹងមានពាក្យច្រើនទៀតកន្លែងស្ដាប់នឹងថាតាមណាចឹងខ្ញុំលើកតែបង្ហាញតែប៉ុណ្ណេះទេណាចឹងបញ្ជាក់ម្ដងទៀតនៅក្នុងកម្មវិធីថ្នាក់ឧស្សាហកម្មសិក្សា PLP ចំពោះប្រព័ន្ធទូរស័ព្ទ iOS ពពួក iPhone Mac ពួកកុំព្យូទ័រពួក Apple អីក៏អត់ទាន់ប្រើបានដែរពពួក Android ប្រើបានចំពោះតែមេរៀនបាទចំពោះតែមេរៀនទេចឹងដូចមេរៀនថ្នាក់ទី1ទី6យើងអាចចូលរៀនបានតែដូចខ្ញុំបញ្ជាក់ក្នុងវីដេអូមុនចឹងកន្លែងតាមដានសិស្សនេះក៏អត់បានកន្លែងប្រឡងយើងប្រឡងបានតែប្រវត្តិធ្វើតេស្តសេះនេះដែលយើងធ្វើការប្រឡងហើយយើងទៅដកសញ្ញាបត្រហ្នឹងក៏អត់បានដែរចឹងក្នុងកម្មវិធីថ្នាក់ PLP ឥឡូវកំពុងតែធ្វើការអាប់ដេតបច្ចុប្បន្នភាពឲ្យវាមានភាពប្រសើរឡើងវិញចឹងបើសិនបើកម្មវិធីដំណើរការបានស្រួលខ្ញុំនឹងធ្វើវីដេអូផុសចែកជូនថាកម្មវិធីរបស់យើងដំណើរការបានស្រួលឡើងវិញហើយចឹងអរគុណលោកឪពុកអ្នកម្ដាយទាំងអស់គ្នាលោកគ្រូអ្នកគ្រូប្រសិនបើមានពាក្យពេចន៍ត្រង់ណានិយាយខុសបាទខ្ញុំខន្តីអធិស្ឋានផងបាទអរគុណជួបគ្នាវីដេអូក្រោយ